ប្រសើរយើងត្រឡប់មកកន្លែងនេះវិញហើយអីលោកបងអូយើងដឹងលោកយើងដឹងថា18ឆ្នាំមុនអ្នកណាវាយយើងឲ្យស្លាប់ហើយតើខ្ញុំវិញបងមិនទេខ្ញុំគ្មានចេតនាទេអត់មានពេលទេអត់ចាប់ឡើយបងខ្ញុំមានសំណពរមួយខ្ញុំចង់និយាយជាមួយម៉ែប្រហែលម៉ាត់បានទេអីចង់ប្រែកន្លះមែនទេខ្ញុំគ្មានប្រែកន្លះអីទេគ្រាន់តែចង់និយាយជាមួយអ្នកម៉ែប្រហែលម៉ាត់ប៉ុណ្ណឹងយ៉ាបងថាក៏អាចដល់វាពាក់ដូចខ្លួនសាហាប់ពេកសុំអីទៅរណែហ្នឹងក៏គាត់វាមកទេសាដឹងខ្លួនឡើងទេសាលំចាស់ដឹងខ្លួនឡើងគ្រោះថ្នាក់ណាស់ដឹងខ្លួនឡើងគ្រោះថ្នាក់ណាស់ឆាប់ដឹងខ្លួនឡើងហេទេសាដឹងខ្លួនឡើងគ្រោះថ្នាក់ណាស់ដឹងខ្លួនឡើងលោកម្ចាស់ដឹងខ្លួនឡើងសូមគោរពលោកសម្ដេចលោកម្ចាស់អូសមិនមកគូសំទេអូមិនធំទេបានធូរច្រើនហើយនេះទៅធ្វើការនេះចុះចា៎យើងកាន់តែចិត្តដល់ថ្ងៃកូនយើងចាក់កំណើតហើយត្រូវហើយធម្មតាបងរវល់យ៉ាងនេះមិនបាច់មកមើលអូនទេបងប្រកាសជាមកមើលអូនមកអង្គុយចុះទៅចូលមកលោកស្រីនាងគឺយើងនេះគឺជាអំរាមមកថ្មីបើគេយកថ្នាំឲ្យអូនញ៉ាំយើងថ្នាំនេះអូនត្រូវតែប្រើអូនគឺល្អចំពោះសុខភាពអូនលោកស្រីអញ្ចឹងពិសាថ្នាំតើនាងឈ្មោះអីដែរខ្ញុំឈ្មោះលីហ៊ូឈ្មោះនេះពិតជាព្រោះណាស់ខ្ញុំនឹងប្តីខ្ញុំចូលចិត្តផ្កាពណ៌នេះណានាងមានរូបរាងស្អាតយ៉ាងនេះនាងប្រកាសជាដូចម្ដាយនាងណាស់ហើយម្ដាយរបស់ខ្ញុំគាត់ស្អាតណាស់អញ្ចឹងហើយបានជាឪពុកខ្ញុំគាត់ស្រឡាញ់ម្ដាយខ្ញុំឪពុកខ្ញុំដើម្បីគាត់សុខចិត្តធ្វើអ្វីៗទាំងអស់ចុះហេតុអីបានជានាងមកផ្ទះខ្ញុំធ្វើជាអ្នកបម្រើដើម្បីបំពេញចិត្តកតញ្ញូម្ដាយខ្ញុំពេលដែលកើតខ្ញុំរួចគាត់ក៏ស្លាប់បាត់ទៅឪពុកខ្ញុំមិនចូលចិត្តខ្ញុំទេដូច្នេះពុកខ្ញុំគិតថាបើខ្ញុំមិននៅក្បែរគាត់សប្បាយចិត្តបន្តិចដូច្នេះខ្ញុំក៏មកធ្វើជាអ្នកបម្រើទៅប៉ុន្តែលីហ៊ូនាងដឹងថាធ្វើយ៉ាងម៉េចទើបអាចធ្វើឲ្យឪពុកម្ដាយនាងសប្បាយចិត្តពិតប្រាកដទេពពោះ10ខែទ្រាំនឹងការឈឺចាប់ទើបអាចបង្កើតកូនបានហើយខំចិញ្ចឹមបាច់បាច់គេឲ្យធំដឹងក្តីយ៉ាងលំបាកទីធ្វើអញ្ចឹងទើបអាចឲ្យកូនលូតលាស់ដោយសុខភាពល្អហើយនឹងសប្បាយចិត្តលោកស្រីលីហ៊ូឯងកុំយំលីហ៊ូកុំយំណាកុំយំគួរអាណិតណាអត់មានឪពុកម្ដាយតាំងពីតូចកូនដែលអត់មានឪពុកម្ដាយស្រឡាញ់គឺគួរអាណិតជាងគេលោកស្រីខ្ញុំតាំងពីតូចដល់ធម្មតាមានម្ដាយហៅទេសូមលោកស្រីឲ្យខ្ញុំហៅថាម៉ែមួយម៉ាត់បានដែរទេ
កូនស្រីមានម្ដាយម៉ែកូនពិតជាគួរឲ្យអាណិតណាស់កូនដឹងថាធ្វើយ៉ាងណាឲ្យឪពុកម្ដាយសប្បាយចិត្តប្រកបដែរទេលីហូកូនជប់យំទៅដូច្នេះកូនត្រូវតែសប្បាយចិត្តដែរបើកូនសប្បាយចិត្តទៅឪពុកម្ដាយសប្បាយចិត្តដែរតែបើកូនពិបាកចិត្តវិញឪពុកម្ដាយប្រកាសជាពិបាកចិត្តជាងកូនទៅទៀតណាជប់យំទៅលីហូបើកូនមិនយល់តោះទេកូនអាចហៅម៉ែថាម៉ែជារៀងរហូតហើយហៅប្តីម៉ែថាពុកម៉ែ ឆាប់ដឹងខ្លួនឡើង លបងមិនអាចសម្រាប់គេទេ អាចតចេញទៅអាចទៅជប់លើតែទៀតពីចាប់បាញ់គេទៅទេសាគូលនឹងខ្ញុំអីឆាប់ទៅជួយលីហួរទៅលឿនឡើងឆាប់ទៅនាងគ្រោះថ្នាក់ណា បានហើយជប់យំទៅណាលោកស្រីឆាប់ពិសាថ្នាំទៅបើទៅចឹងពីបាប់ពិសាហ្នឹង con lớn đừng bay tiếp
បានហើយចាប់បាក់ទៅបង លីហួរមិនបានចាយល្ងងចានេះឯងឆេះឆាប់ពេកហើយលីហួរ បងហើយបានជាបងរៀបរៀងខ្ញុំបែបនេះក្រែងពោយើងនិយាយគ្នាហើយញ៉ៃថាយកខ្ញុំទៅដុំម៉ែនោះអីហើយបានជាបងធ្វើបែបនេះទៅវិញលោកស្រីខ្ញុំសូមលោកជួយខ្ញុំម្ដងទៀតតានាំខ្ញុំត្រឡប់ទៅកាលពី18ឆ្នាំមុនខ្ញុំចង់ទៅជួយម៉ែខ្ញុំជួយខ្ញុំតាលីហួរកូនធ្វើបានល្អណាស់កូនប្រឹងអស់សមត្ថភាពហើយ សុំតើបងខ្ញុំនាំម៉ែមកជពុកវិញមិនបានក ូនអត់មានខុសទេគឺខំមកពីពុកមកក៏បីនឹងឯងពុកអាត្មានិយមពេកហើយកូនស្រីកូននៅទីនេះហើយ បងប៉ិតមែនទេ កូននៅទីនេះហើយកូនស្រីពិបាកដល់កូនហើយបង កូនស្រីពុកក៏ជាស្រឡាញ់ថ្នាក់ភ្នំពុកក៏ជាប៉ះមើលនៅទឹកវិទ្យាដែលកូនបានទទួលអស់រយៈពេលជាច្រើនឆ្នាំមកនេះវិញ បង កូនស្រីជប់ទៅ我只能将你放弃，不要让我失去你，将我贪婪的爱摧毁了，撕裂了我的心。ល្អគ្រួសារជុំជុំគ្នាពិតជាល្អណាស់ប្រសើរគួរឲ្យអបអរជុំជុំគ្នាហើយអំប្រុស អ អើកូនគេជួបជុំគ្នាមានអីតើតងអំដែរ អកូនស្រីធေါ်ខ្ញុំណាបានជុំជុំទៀតរឿងរ៉ាវកន្លោះ ចាអ្នកម៉ៃសង្ឃឹមថាវិញ្ញាណក្ខន្ធរបស់អ្នកម៉ៃមិនស្ដីបន្ទោកូនទៀតទេ ពុកមិនបន្ទោសកូនទេបើចុងបន្ទោសត្រូវបន្ទោសពុកវិញចំឆ្នាំមុននេះពុកអត់បានមកពេញតួនាទីជាឪពុកខំមកពីពុក បង ពេលមួយនេះតាំងពីម្ដាយឯងស្លាប់បាត់ទៅវានៅក្បែរខ្លួនពុកជាច្រើនឆ្នាំណាស់មកហើយដឹកនេះពុកដឹងថាម្ដាយគូកំពុងតែគិតពីអ្វីតើគូអាចធ្វើកិច្ចការដើម្បីពុកនិងម្ដាយគូបានទេលោកហ្វាន់ចង់បានន័យថាថ្ងៃក្រោយក៏មិនចង់ផឹកស្រាមួយម៉ាត់ទុកទៀតទេពេញស្រានេះក៏លែងមានប្រយោជន៍ទៀតដែរ